នៅសល់រយៈពេលប្រហែលខែទៀតយើងនឹងដល់ការប្រឡងមធ្យមសិក្សាបឋមភូមិហើយដែលយើងហៅកាត់ថាប្រឡងឌីប្លូមនឹងឯងដោយសារតែមានអូនៗគាត់ suggest ឲ្យខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹងការប្រឡងឌីប្លូមខ្ញុំនឹងធ្វើនៅក្នុងវីដេអូនេះមកអញ្ចឹងខ្ញុំក៏ជាសិស្សម្នាក់ដែលធ្លាប់ប្រឡងឌីប្លូមនៅក្នុងសម័យប្រឡងថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2021នេះឯងហើយខ្ញុំក៏ទទួលបាននិទ្ទេសមួយដែលល្អដែរចឹងកុំឲ្យខានខ្ញុំនឹងចែករំលែកនៅគន្លឹះរៀនដែលខ្ញុំបានធ្វើនៅពេលដែលខ្ញុំត្រៀមប្រឡងឌីប្លូមនឹងឯងអញ្ចឹងការប្រឡងឌីប្លូមគឺវាអត់មានទាមទារអីច្រើនទេហើយបើសិនជាយើងចង់បាននិទ្ទេសមួយដែលល្អក៏ខ្ញុំគិតថាវាអត់មានអីពិបាកខ្លាំងដែរអញ្ចឹងទី1ហ្នឹងគឺគ្រាន់តែយើងយកចិត្តទុកដាក់នៅក្នុងការរៀនជាមួយនឹងគ្រូជាយល់ពីមេរៀនរបស់យើងឲ្យយល់ហើយទី2ហ្នឹងគឺយកអាសាមើលស្រួលប្រឡងប្រចាំខែឬក៏លំហាត់ដែលអាសាចេញប្រឡងប្រចាំខែអញ្ចឹងឬក៏យើងអាចរក្សាអាกระดาษប្រឡងហ្នឹងទុកដើម្បីដឹងថាតើសំណួរដែលភាគច្រើនគេចេញតាមមេរៀនហ្នឹងគឺចេញសំណួរអីគេខ្លះអាហ្នឹងគឺជាគំនិតមួយដែលល្អដែរនៅក្នុងការដឹងថាអាចនឹងពេលប្រឡងឌីប្លូមអាចនឹងចេញពីអីគេនៅក្នុងមេរៀននីមួយៗដែលយើងធ្លាប់បានរៀនហ្នឹងទី3ហ្នឹងតើតើជាមួយនឹងមុខវិជ្ជាដែលយើងត្រូវទន្ទឹងគឺបើសិនជាអាចអូនយល់ពីមេរៀនបានន័យថាពេលដែលយើងស្ដាប់គ្រូហើយខ្ញុំជឿថាពេលថ្នាក់ទី9គឺអាចនឹងលោកគ្រូអ្នកគ្រូក៏បញ្យល់យើងច្រើនតើតើជាមួយនឹងមេរៀនអញ្ចឹងបើយើងស្ដាប់គាត់ទៅយើងស្ដាប់ហើយយើងឆ្វេងយល់ខ្លួនឯងនៅផ្ទះអាច search អ៊ីនធឺណិតមើលតាម YouTube នេះទៀតហើយពេលដែលជិតដល់ថ្ងៃប្រឡងមែនតើពេលដែលយើងទៅមេរៀនទៅគឺយើងឆាប់ចាំលឿនមែនតើមកមើលមុខវិជ្ជាលំហាត់វិញតើតើជាមួយនឹងដូចជាគណិតវិទ្យាជាដើមគឺយើងត្រូវតែកត់រូបមន្តទុកដើម្បីដឹងថាតើរូបមន្តទាំងអស់ហ្នឹងវាមានលក្ខណៈម៉េចខ្លះហើយយើងចេះបំបែកខ្នាតយើងចេះបំបែកខ្នាតនៅអញ្ចឹងតែដែលយើងចេះបំបែកខ្នាតនៅក្នុងមុខវិជ្ជាគណនាគឺវាពិតជាមានសារៈសំខាន់ខ្លាំងមែនតើពីព្រោះអីបើសិនជាយើងអត់ចេះបំបែកខ្នាតទេយើងអាចនឹងត្រូវបានកាត់បន្ទុកមួយចំនួនហ្នឹងហើយបើសិនជាបំបែកខ្នាតខុសទៀតយើងយកទៅគុណជាមួយលេខផ្សេងៗគឺវាខុសខ្ទេចខុសខ្ទីហ្មងអ្នកនរគ្នាអញ្ចឹងបងប្អូនត្រូវតែត្រៀមឲ្យបានច្បាស់លាស់ព្រោះការប្រឡងឌីប្លូមនេះវាមិនពិបាកនៅក្នុងការយកនិទ្ទេសមួយដែលល្អប៉ុន្តែវាក៏មិនស្រួលប្រហែលដែរអញ្ចឹងបើសិនជាអូនហើយអត់សូវស្ដាប់គ្រូបញ្យល់ហើយដល់ពេលជិតដល់ថ្ងៃប្រឡងបានយើងខំចេះមួយចុះមួយអញ្ចឹងណាអញ្ចឹងយើងខំពីប្រហែលខែហ្នឹងទៅខ្ញុំគាត់ថាវាល្អដែរយើងត្រៀមទៅបើសិនជាយើងបាននិទ្ទេសមួយដែលល្អក៏យើងមានមុខមាត់ខ្លួនឯងឬក៏យើងសប្បាយចិត្ត